បាទបរោះបើសិនជាមានការដោះសាច់ហើយការដោះសាច់នឹងគឺมันមានឈើมันមានលមាស់มันមានការហុកខ្ទុះនៅតំបន់3កន្លែងនេះគឺបងប្អូនត្រូវតែតមរួមភេទជាមួយដៃគូរយៈពេល7ថ្ងៃសិនបាទចឹងជួបជាមួយខ្ញុំវិជ្ជបណ្ឌិតម៉ៅវណ្ណៈនឹងធ្វើការបកស្រាយជូនបងប្អូនអំពីទីតាំងទាំង3កន្លែងដូចខាងក្រោមនេះបាទទីតាំងកន្លែងទី1គឺជាការដោះសាច់នៅលើស្បែកពងស្វាបាទនៅលើស្បែកពងស្វាហ្នឹងគឺវាអាចជាលក្ខណៈតូចក្តីធំក្តីប៉ុន្តែលក្ខណៈសំខាន់គឺវាមិនឈឺមិនល្មាស់មិនអីទេមិនមានខ្ទុះអីទេដូច្នេះកាលណាមានដូច្នេះភាគច្រើនគឺបណ្ដាលមកពីមេរោគម្យ៉ាងឈ្មោះថាមេរោគHPV ដែលបណ្ដាលឲ្យមានការកើតជំងឺដុសសាច់នឹងបាទដូច្នេះយើងត្រូវតែតមគេងជាមួយដៃគូ7ថ្ងៃទៅរងចាំការព្យាបាលឲ្យអស់ជំងឺដុសសាច់នឹងសិនបាទយើងអាចគេងជាមួយគ្នាបានបាទការដុសសាច់កន្លែងទី2គឺជាការដុសសាច់នៅក្នុងបង្ហួរនោមរុនបង្ហួរនោមការដុសសាច់នេះគឺភាគច្រើនបណ្ដាលមកពីមេរោគម្យ៉ាងគេឲ្យឈ្មោះថាមេរោគ HPV ដែលបណ្ដាលឲ្យកើតមានជំងឺដុសសាច់ហើយភាគច្រើនគឺនៅក្នុងបង្ហួរនោមគឺភាគច្រើនគឺពណ៌គេថាពណ៌ស៊ីជម្ពូហើយដូច្នេះកាលណាមានអញ្ចឹងគឺយើងត្រូវតែតមគេងជាមួយដៃគូ7ថ្ងៃសិនហើយយើងមកព្យាបាលឲ្យជាអស់សិនទៅបានយើងអាចគេងជាមួយគ្នាបានបាទការដុសសាច់កន្លែងទី3គឺនៅជុំវិញរុនវច្ចមៈបាទរូបជុំវិញរុនវច្ចមៈហ្នឹងគឺភាគច្រើនបណ្ដាលមកពីគឺពពួកមេរោគ HPV ដែលបង្កឲ្យមានការដុសសាច់ហើយច្រើនមានអ្នកខ្លះអាចច្រើនអាចតិចហើយអាចលក្ខណៈអាចរហូតដល់មាននៅខាងក្នុងទៀតបាទដូច្នេះយើងត្រូវតែតមគេងជាមួយដៃគូ7ថ្ងៃសិនហើយរងចាំការព្យាបាលឲ្យស្អាតអស់សិនទើបយើងគេងជាមួយដៃគូបន្តទៅទៀតបាទដូច្នេះបើសិនជាបងប្អូនមានចម្ងល់ទាក់ទងទៅនឹងបញ្ហាសុខភាពសូមតាក់ទងតាម link Telegram របស់ Clinic SP ទាំង3សាខាដែលភ្ជាប់មកជាមួយនេះបាទហើយបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយចុច like ជួយចុច share និង follow page នេះដើម្បីតាមដានវីដេអូបន្តទៀតបាទអរគុណបាទបរោះបើសិនជាមានការដោះសាច់ហើយការដុសសាច់នឹងគឺมันមានឈើมันមានលមាស់มันមានការហុកខ្ទុះនៅតំបន់3កន្លែងនេះគឺបងប្អូនត្រូវតែតមរួមភេទជាមួយដៃគូរយៈពេល7ថ្ងៃសិនបាទចឹងជួបជាមួយខ្ញុំវិជ្ជបណ្ឌិតម៉ៅវណ្ណៈនឹងធ្វើការបកស្រាយជូនបងប្អូនអំពីទីតាំងទាំង3កន្លែងដូចខាងក្រោមនេះបាទទីតាំងកន្លែងទី1គឺជាការដុសសាច់នៅលើស្បែកពងស្វាបាទនៅលើស្បែកពងស្វាហ្នឹងគឺវាអាចជាលក្ខណៈតូចក្តីធំក្តីប៉ុន្តែលក្ខណៈសំខាន់គឺវាមិនឈឺមិនល្មាស់មិនអីទេមិនមានខ្ទុះអីទេដូច្នេះកាលណាមានដូច្នេះភាគច្រើនគឺបណ្ដាលមកពីមេរោគម្យ៉ាងឈ្មោះថាមេរោគHPV ដែលបណ្ដាលឲ្យមានការកើតជំងឺដុសសាច់នឹងបាទដូច្នេះយើងត្រូវតែតមគេងជាមួយដៃគូ7ថ្ងៃទៅរងចាំការព្យាបាលឲ្យអស់ជំងឺដុសសាច់នឹងសិនបាទយើងអាចគេងជាមួយគ្នាបានបាទការដុសសាច់កន្លែងទី2គឺជាការដុសសាច់នៅក្នុងបង្ហួរនោមរុនបង្ហួរនោមការដុសសាច់នេះគឺភាគច្រើនបណ្ដាលមកពីមេរោគម្យ៉ាងគេឲ្យឈ្មោះថាមេរោគ HPV ដែលបណ្ដាលឲ្យកើតមានជំងឺដុសសាច់ហើយភាគច្រើនគឺនៅក្នុងបង្ហួរនោមគឺភាគច្រើនគឺពណ៌គេថាពណ៌ស៊ីជម្ពូហើយដូច្នេះកាលណាមានអញ្ចឹងគឺយើងត្រូវតែតមគេងជាមួយដៃគូ7ថ្ងៃសិនហើយយើងមកព្យាបាលឲ្យជាអស់សិនទៅបានយើងអាចគេងជាមួយគ្នាបានបាទការដុសសាច់កន្លែងទី3គឺនៅជុំវិញរុនវច្ចមៈបាទរូបជុំវិញរុនវច្ចមៈហ្នឹងគឺភាគច្រើនបណ្ដាលមកពីគឺពពួកមេរោគ HPV ដែលបង្កឲ្យមានការដុសសាច់ហើយច្រើនមានអ្នកខ្លះអាចច្រើនអាចតិចហើយអាចលក្ខណៈអាចរហូតដល់មាននៅខាងក្នុងទៀតបាទដូច្នេះយើងត្រូវតែតមគេងជាមួយដៃគូ7ថ្ងៃសិនហើយរងចាំការព្យាបាលឲ្យស្អាតអស់សិនទើបយើងគេងជាមួយដៃគូបន្តទៅទៀតបាទដូច្នេះបើសិនជាបងប្អូនមានចម្ងល់ទាក់ទងទៅនឹងបញ្ហាសុខភាពសូម
តាក់ទងតាម link Telegram របស់ Clinic SP ទាំង3សាខាដែលភ្ជាប់មកជាមួយនេះបាទហើយបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយចុច like ជួយចុច share និង follow page នេះដើម្បីតាមដានវីដេអូបន្តទៀតបាទអរគុណ